សមាជិកព្រឹទ្ធសភាហ្វីលីពីននិងជាអតីតមេប៉ូលីសជាតិលោក Ronald de la Rosa បានអំពាវនាវឲ្យអតីតមិត្តរួមអាជីពនិងកងយោធាចេញមុខគាំទ្រដើម្បីទប់ស្កាត់ការចាប់ខ្លួននិងបញ្ជូនលោកទៅឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិហៅកាត់ជាភាសាអង់គ្លេស ICC គួរជម្រាបជូនថាលោក Ronald de la Rosa ដែលគេស្គាល់ឈ្មោះហៅក្រៅថាបាតូជាមនុស្សសំខាន់ម្នាក់ដែលបានចូលរួមនៅក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterteអស់រយៈពេល3ថ្ងៃមកហើយដែលសមាជិកព្រឹទ្ធសភាលោកបាតូបានពួនសម្ងំលាក់ខ្លួននៅក្នុងអគារព្រឹទ្ធសភាការពួនសម្ងំនៅក្នុងអគារនេះគឺដើម្បីគេចពីការចាប់ខ្លួនក្រោយពីរដ្ឋាភិបាលរបស់ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. ចាប់ផ្ដើមអនុវត្តក្នុងថ្ងៃច័ន្ទទី11ឧសភាលើដីកាចាប់ខ្លួនលោកបាតូពី ICC ដែលចេញកាលពីខែវិច្ឆិកាឆ្នាំ2025ថ្លែងទៅការអ្នកសារព័ត៌មាននាថ្ងៃពុធទី13ឧសភាលោក De la Rosa បានបញ្ជាក់ថាលោកមិនអំពាវនាវឲ្យមានអំពើហិង្សាទេតែស្នើឲ្យអ្នកស្លៀកពាក់ឯកសណ្ឋាននិងអតីតសិស្សសាលាយោធាដែលបច្ចុប្បន្នបម្រើការនៅក្នុងជួរកងទ័ពជួយបញ្ចេញសម្លេងដើម្បីកុំឲ្យរដ្ឋាភិបាលចាប់ខ្លួនលោកប្រគល់ទៅឲ្យបរទេសខ្ញុំសង្ឃឹមថាលោក Marcos នឹងបញ្ជូនខ្ញុំទៅតុលាការអន្តរជាតិ ICC ទេហើយខ្ញុំសុខចិត្តដើរចូលតុលាការណាមួយនៅក្នុងប្រទេសហ្វីលីពីនតែម្ដងនេះជាប្រសាសន៍របស់លោក De la Rosa ដែលថ្លែងទៅកាន់អ្នកសារព័ត៌មានទោះជាយ៉ាងណាក៏ដោយអ្នកនាំពាក្យរដ្ឋាភិបាលបានអះអាងថាប្រធានាធិបតីហ្វីលីពីនមិនលូកដៃសម្រេចចិត្តក្នុងរឿងនេះទេគេសង្កេតឃើញថានៅខាងមុខអគារព្រឹទ្ធសភាក្នុងទីក្រុងម៉ានីលមានប៉ូលីសប្រឆាំងកុបកម្មប្រមាណ500នាក់បានប្រឈមមុខជាមួយក្រុមបាតកោដែលទាមទារឲ្យអាជ្ញាធរចាប់បញ្ជូនខ្លួនលោក De la Rosa ទៅឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិគួរបញ្ជាក់ជូនថាលោក De la Rosa ធ្លាប់កាន់តំណែងជាមេប៉ូលីសជាតិហ្វីលីពីនចន្លោះឆ្នាំ2016ដល់ឆ្នាំ2018ដែលជារយៈពេលដំបូងនៃការកាន់តំណែងប្រធានាធិបតីរបស់លោក Duterte តុលាការព្រហ្មទណ្ឌអន្តរជាតិបានចេញដីកាចាប់ខ្លួនលោក De la Rosa ដោយចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិតាមរយៈចូលរួមជាមួយលោក Duterte នៅក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនដែលបានបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងច្រើនកាលពីខែមីនាឆ្នាំ2025អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ត្រូវបានចាប់ខ្លួននៅទីក្រុងម៉ានីលនិងត្រូវបានបញ្ជូនឲ្យ ICC បច្ចុប្បន្នលោក Duterte កំពុងជាប់ឃុំក្នុងពន្ធនាគារ ICC ប្រទេសហូឡង់ក្រោមបទចោទចំនួន3ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ